ចឹងខ្ញុំមកពីក្រុមទី7 Six 3 CD ចឹងproject របស់យើងគឺនិយាយពី Finite Automata Simulator ដែលពួកខ្ញុំបានធ្វើទៅជា web application ចឹង member របស់ខ្ញុំមាន5នាក់មានខ្ញុំឧត្តរតនាផែរតិកាសានមីហៀងសឹងប្រាក់បូរមីហើយនិងរាសជាតិតៃ content របស់យើងថ្ងៃនេះគឺយើងមាន introduction project objective technology stack key feature algorithm behind future improvement conclusion ហើយនិងការ demo ទៅលើការប្រើប្រាស់ web application របស់យើងចឹង introduction automata theory ហ្នឹងគឺជា topic មួយសំខាន់នៅក្នុង computer science field ដែលពួកយើងបានរៀននឹងវា apply concept ដូចជា NFA DFA ការ convert ពី NFA ទៅ DFA ការ minimize ក៏ដូចជាការរៀនប្រើប្រាស់ពី theory របស់ automata ហ្នឹងមកយើង apply នៅក្នុងការបង្កើតជា website របស់យើងអញ្ចឹង objective នៃ project របស់យើងគឺយើងចង់ develop web interface មួយដែលយើងអាច input ជា state alphabet ជាកំណត់ជា start state sub state ហើយនិង transition របស់វានីមួយៗហើយដើម្បីឈានទៅយើងអាច check string ថាយើង accept ឬក៏យើង reject យើងអាច convert ពី NFA ទៅ DFA យើងអាច implement check ថាវា deterministic or ហើយក្នុងការបង្កើតហ្នឹងយើងក៏បានadd បញ្ចូលនៅការ save file ទៅជា JSON file ហើយនឹង import file ហ្នឹងយកមកប្រើ load automata ដែលយើងធ្លាប់បានបង្កើតហើយយកមកប្រើផងដែរអញ្ចឹងចំពោះ technology ដែលយើងប្រើប្រាស់យើងប្រើប្រាស់ HTML CSS ហើយនិង JavaScript programming language ដើម្បីមក handle project របស់យើងអញ្ចឹង feature សំខាន់ដូចដែលខ្ញុំបាន mention នៅក្នុង objective អញ្ចឹងគឺយើង design build DFA NFA នៅក្នុង web interface យើងអាច convert វាយើងអាច minimize យើងអាច test string ដើម្បីបាន result ថាយើងត្រូវ accept ឬក៏ reject ហើយយើងក៏អាច export import file ដែលយើងបាន store ទុកហើយផងដែរចំពោះ algorithm ដែលយើងបានប្រើប្រាស់នៅក្នុងហ្នឹងខ្ញុំលើកយក4ចំណុចសំខាន់គឺទី1 DFA check ដែល goal របស់យើងត្រូវចង់ដឹងថាវាជា DFA ឬក៏ NFA អញ្ចឹងយើងមើលទៅលើ state ហើយនិង input របស់វាអញ្ចឹងបើសិនបើ state input របស់វាឲ្យទៅជា next state របស់វាច្រើន multiple next state អញ្ចឹងវាគឺជា NFA បើសិនបើវាអត់ទេមានន័យវាឲ្យតែមួយអញ្ចឹងវាជា DFA ហើយមួយទៀតគឺ string simulation យើង check ថា input string របស់យើងហ្នឹងគឺត្រូវបាន accept ឬក៏ reject អញ្ចឹងយើងត្រូវមើលតាម flow ពី initial state រហូតមកដល់ end state របស់វាបើសិនជា final state របស់វានៅក្នុង accept state វានៅក្នុងមានន័យថា accept state របស់យើងវាអាចមានមួយឬក៏អាចមានច្រើនអញ្ចឹងបើសិនបើ final state របស់យើងវានៅក្នុង accept state ប្រកាសជាវា return accept មកយើងវិញហើយមួយទៀតគឺការ convert ពី NFA ទៅ DFA អញ្ចឹងយើង algorithm របស់វាគឺយើងគ្រាន់តែ start ពី start state របស់យើងអញ្ចឹងនៅក្នុង symbol នីមួយយើងគណនា next possible set of state របស់យើងមកតោះមកយើង track new state ទៅជា DFA state តោះមកយើង accept DFA state ហ្នឹងបើសិនជាវា include នៅ NFA accept state ណាមួយអញ្ចឹងចំពោះចុងក្រោយគឺ DFA minimize យើងការព្រមអញ្ចឹងយើងប្រើប្រាស់ merge equivalent state អញ្ចឹងយើងគ្រាន់តែព្រម
ទីមួយយើង check ទៅលើអា sub ហើយនិង non sub state យើងបែងចែកវាជា2 group ធំពីហើយបើយើង check វាបន្តទៀតចំពោះ future improvement យើងគ្រាន់តែចង់ update វាបន្ថែមឲ្យ វា interact ទៅលើ real time graphic វា support epsilon transition យើងអាច enable convert ពី regular expression to automata functionality យើងអាច improve ការ input និង output ការប្រើប្រាស់នៅ user interface ហ្នឹងឲ្យបានល្អប្រសើរជាងមុនបើអាចយើងអាច improve ទៅលើ interface ហ្នឹងវាអាចទៅជារូបភាពអាចទៅជា graph ឬក៏អីមកយើងងាយស្រួលមើលជាងមុនអញ្ចឹងconclusion របស់យើងគឺ finite automata ហ្នឹងវាបានធ្វើឲ្យយើងបានរៀន apply automata theory របស់យើងចូលទៅក្នុង application បើតែយើងអត់បាន apply ទៅលើ real world project ប៉ុន្តែយើងបាន apply ពីការរៀន theory ការគណនាមកការបំលែងចូលទៅក្នុងadapt ជាមួយនឹងភាសាផ្សេងនៅក្នុង programming language របស់យើងអញ្ចឹងខ្ញុំចប់ការ present របស់យើងចូលមកដល់ការ demonstration អញ្ចឹងនេះគឺជា code របស់ project របស់យើងមាន file HTML file CSS ហើយនឹង JavaScript ដើម្បី handle algorithm របស់យើងអញ្ចឹងនេះគឺជា interface របស់ web application របស់យើងគឺយើងចូលមកភ្លាមយើងអាចយកអា automata ដែលយើងបាន save ហ្នឹងវា auto load មកឲ្យស្រេចយើងមាន DFA ដែលបញ្ចប់ដោយអក្សរ A បញ្ចប់ដោយអក្សរ A event ចប់ដែលមានតែអក្សរ B ទៅទៀតថាខ្ញុំយកអានេះយកមកប្រើអញ្ចឹងយើងអាច load select ហ្នឹងមកអញ្ចឹងយើងនឹងមានDFA ដែលបញ្ចប់តែអក្សរ B ឯងអញ្ចឹងបើសិនជាខ្ញុំ test string ថា AAABA ចុះអញ្ចឹងវា reject ដោយសារអានេះវាបញ្ចប់តែមានបញ្ចប់ឲ្យសំទោសវាមានតែអក្សរ B តែអានេះវាមាន A ផង B ផងអញ្ចឹងបើសិនជាខ្ញុំ test B សុទ្ធចេះទៅវា accept អញ្ចឹងយើងមើលទៅលើ transition របស់យើងថាម៉េចបានវាអញ្ចឹងគឺដូចដែលយើងបានគណនាអញ្ចឹងអានេះគេថាបើគុយ0វាប៉ះ A វាទៅគុយ0ដដែលគុយ0ប៉ះ B វាបន្តទៅគុយ1ដែលគុយ1វាជា accept state របស់យើងហ្នឹងឯងអញ្ចឹងបើគុយ1ប៉ះ A វាទៅគុយ0គុយ1ប៉ះ B វានៅគុយ1ដដែលអញ្ចឹងយើងអាចតេស្តអានឹងបានឬក៏យើងអាចបង្កើតផ្សេងពីនឹងទៀតហើយនឹងយើងអាច delete ទៅលើ cell automata របស់យើងណាមួយអាច convert ពី NFA ទៅ DFA យើងអាច minimize វាបានអញ្ចឹងក្នុងករណីនេះខ្ញុំ minimize នេះគឺជា file ដែលយើងបាន minimize បើយើង load មកយើងឃើញថាវានៅតែមាន4អញ្ចឹងតែអញ្ចឹងមានន័យថាមានន័យថាfinite automata របស់យើងហ្នឹងវា minimize អស់តែប៉ុណ្្នឹងហើយអញ្ចឹងបើយើង minimize វាទៅវានៅតែប៉ុណ្្នឹងនេះបើសិនជាយើង convert ក៏វានៅតែប៉ុណ្្នឹងដែរដោយសារវាគឺជា NFA ហើយស្រេចហើយនៅវាជា DFA ហើយស្រេចហើយអញ្ចឹងយើង convert វាទៅក៏វានៅតែចឹងដែរអញ្ចឹងយើងអាចតេស្តយើងអាចបានចំពោះនេះគឺជា regular expression យើងអាចមើលវាបានអញ្ចឹងគ្រប់ presentation របស់យើងគឺបញ្ចប់ត្រឹមហ្នឹងសូមអរគុណដល់លោកគ្រូ